ព្រឹត្តិការណ៍កំពុងក្តៅនៅថ្ងៃនេះនៅថ្ងៃទី16ខែមិថុនាឆ្នាំ2025នេះមានព្រឹត្តិការណ៍ដែលកំពុងតែក្តៅដែលកើតឡើងនៅថ្ងៃនេះផងដែរដែលព្រឹត្តិការណ៍ទី1ពាក់ព័ន្ធជាមួយនឹងមិនមែនគម្រាមទេបើថ្ងៃនេះថៃមិនបើកច្រកវិញទេកម្ពុជានឹងបិទច្រកព្រំដែនទាំងអស់នៅថ្ងៃទី16ខែមិថុនាឆ្នាំ2025សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាថ្លែងសារពិសេសពីវិមានព្រឹទ្ធសភាដោយក្នុងនោះសម្ដេចតេជោបានលើកឡើងថាការបិទច្រកយោធាថៃជាអ្នកបិទដូច្នេះកងទ័ពថៃត្រូវតែជាអ្នកបើកមានការស្នើសុំចរចាតើមានស័ក្តិសមទេដែលត្រូវចរចាបែបនេះកម្ពុជាមិនទទួលយកបានទេចំពោះការចរចាបើកច្រកព្រំដែនសូមប្រជាកសិករថៃកុំបន្ទោសកម្ពុជាស្ដីពីកម្ពុជាបិទច្រកដូងសូមពលរដ្ឋថៃទៅតវ៉ាជាមួយនយោធាថៃដោយខ្លួនឯងទៅព្រោះយោធាថៃជាអ្នកបិទមុនដែលជាការបំពានច្បាប់ហើយបើថ្ងៃនេះថៃមិនបើកច្រកឲ្យដូចដើមវិញទេថ្ងៃស្អែកកម្ពុជានឹងបិទច្រកព្រំដែនទាំងអស់ពាក់ព័ន្ធនឹងការបិទច្រកព្រំដែននេះផងដែរសម្ដេចតេជោបានបញ្ជាក់បន្ថែមនៅរសៀលថ្ងៃទី16ខែមិថុនាឆ្នាំ2025ដដែលនេះដោយសម្ដេចលើកឡើងថាសម្ដេចមិនបានមានប្រសាសន៍ថាឲ្យបិទច្រកព្រំដែនទាំងស្រុងនោះទេគឺបិទការនាំចូលផ្លែឈើនិងបន្លែពីថៃមកកម្ពុជាទូទាំងព្រំដែនក្នុងករណីថៃមិនបើកច្រកព្រំដែនឲ្យដូចដើមវិញក្នុងរយៈពេល24ម៉ោងពាក់ព័ន្ធនឹងព្រឹត្តិការណ៍ដែលកំពុងតែកើតឡើងក្តៅនៅថ្ងៃនេះផងដែរគឺព្រឹត្តិការណ៍ទី2នោះគឺលោកផៃវណ្ណៈបានដាក់ចំទៅអ្នកបើកឡានជ្រែគេជ្រែឯងមិនគោរពគន្លងផ្លូវដោយលោកផៃវណ្ណៈលើកឡើងបែបនេះក្រោយផ្ទុះវីដេអូនៅលើបណ្ដាញសង្គម Facebook ដែលមានរថយន្តមួយគ្រឿងបើកបរជ្រែគេជ្រែឯងមិនគោរពគន្លងច្បាប់ចរាចរណ៍ស្រាប់តែនៅថ្ងៃទី16ខែមិថុនាឆ្នាំ2025ដដែលនេះលោកផៃវណ្ណៈបានដាក់ចំបែបនេះថាអ្នកបើកបរគ្មានសិលធម៌គ្មានស្គាល់គន្លងផ្លូវបើកបរមិនចេះច្បាប់ចរាចរណ៍បានបើកបរដោយគ្មានការប្រឡងអូសកូនឡានលើតុជាមូលហេតុនាំឲ្យបើកបរលើដងផ្លូវបង្កបញ្ហាច្រើនជាក់ស្ដែងដោយអ្នកបើកបររថយន្ត VW ជាឧទាហរណ៍នេះស្រាប់ក្នុងខ្លួនក្នុងខួរក្បាលមិនដឹងអាងស្អីទេបើកបរមិនគោរពគន្លងផ្លូវជ្រែគេជ្រែឯងមិនឲ្យជ្រែចូលខឹងគេមានឡានបើកហើយមកដេចមិនកសាងកិត្តិយសឲ្យថ្លៃថ្នូរទៅចាំបាច់បង្ហាញចរិតថោកទាបនៅលើដងផ្លូវខ្លាចគេមិនដឹងថាខ្លួនមានកាឡាននឹងជិះមែនវីដេអូប្រភពវ៉ាន់សារាយ